បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញពីរបៀបនៃការ remove background បាទយករូបភាពរបស់យើងនឹងដែលមានយកទៅដាក់បាទក្នុងរូបភាពមួយទៀតបាទមិនចាំបាច់ប្រើកម្មវិធីឬក៏ប្រើកម្មវិធីអ៊ីនធឺណិតអីឬក៏ AI អីទេបាទអញ្ចឹងយើងមាននៅក្នុង iPhone នឹងតែម្ដងអញ្ចឹងយើងបើកក្នុង iPhone បាទណាអ្នកទាំងអស់គ្នានេះគឺជារូបភាពមួយបាទជារូបភាពមួយដែលខ្ញុំទទួលបានហើយខ្ញុំចង់កាត់តរូបមួយបាទឬយករូបខ្ញុំនោះយកមកដាក់ក្បែរនឹងដែរបាទអញ្ចឹងដំបូងយើងនេះរូបដែលខ្ញុំចង់ដាក់បាទនេះជារូបដែលខ្ញុំចង់ដាក់ហើយយើងដំបូងនេះចំពោះ iPhone បាទមិនដឹងថាពួក Android អីខ្ញុំមិនដឹងថាវាមានឬក៏មិនមានអត់ដឹងបាទអញ្ចឹងអ្នកនរគ្នាចុចលើរូបនេះជាប់មកបាទនេះឃើញចុចពេលដែលយើងចុចទៅគឺវាដូចជាមានចេញផ្ទៃដូចសិលចេញពណ៌សមកអញ្ចឹងណាបាទនេះពេលចុចមកគឺវាមានបាទពាក្យថា copy មានពាក្យ add sticker បាទ share ហ្នឹងអញ្ចឹងយើងយកពាក្យថា add sticker បាទណាយកពាក្យ add sticker ហ្នឹងមកបាទអញ្ចឹងដោយសារតែខ្ញុំដាក់រួចម្ដងហើយបាទអញ្ចឹងខ្ញុំលុបវាបាទថាខ្ញុំមានរួចម្ដងហើយអញ្ចឹងបន្តមកទៀតអ្នកនរគ្នាបើករូបភាពដែលអ្នកនរគ្នាចង់យក add sticker របស់យើងហ្នឹងឬក៏អារូបរបស់យើងហ្នឹងយកទៅដាក់ក្នុងរូបភាពអីយើងចុចលើរូបហ្នឹងមកបន្តមកទៀតពេលដែលបានអ្នកទាំងអស់គ្នាស្រឡាញ់រូបណាក៏បានដែរបាទយករូបណាមកដាក់ក៏បានប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចុចលើរូបភាពនឹងមកបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យនេះត្រី3ហ្នឹងចំណុច3ត្រីហ្នឹងបាទបន្តមកទៀតអ្នកទាំងអស់គ្នាយកពាក្យថាបាទ edit ឬក៏អ្នកទាំងអស់គ្នាអាចយកពាក្យថា edit នឹងតែម្ដងមកក៏បានបាទបន្តមកទៀតចុចពាក្យ edit នឹងហើយអ្នកទាំងអស់គ្នាយកពាក្យនេះរូប first មួយហ្នឹងបាទយករូបមិញម្ដងទៀតបាទនេះរូបមួយនេះបាទរូបចុងប៊ិចហ្នឹងបាទហើយចុងប៊ិចកន្លែងហ្នឹងអ្នកគ្នាចុចលើវាមកបន្តមកទៀតអ្នកគ្នាយកពាក្យសញ្ញាបូកនេះលេខសញ្ញាបូកកន្លែងហ្នឹងបាទសញ្ញាបូកកន្លែងហ្នឹងបាទអ្នកគ្នាដែលអត់ទាន់ជួយជាវបាទឬក៏វីដេអូខ្ញុំនេះមានចំណេះដឹងខ្លះអ្នកគ្នាអាចចុចជាវបាទឬក៏ Subscribe ដើម្បីទទួលបានវីដេអូថ្មីបាទចុចនេះមកសញ្ញាបូកទៅមកទៀតអ្នកគ្នាយកពាក្យថា add sticker បាទមិញហ្នឹងបាទទៅមកនេះ sticker ដែលយើងមាននេះដាក់មកបាទ sticker ដែលយើងបានយក add វាមិញណាអ្នកគ្នាពេញចិត្តមួយណាដាក់មួយនឹងទៅបាទនេះទៅមកទៀតនេះរូបវាមកអញ្ចឹងយើងអាចប្រិចពីរួមបានណាចាប់អូវាមកយកដៃពីរយើងអូក៏បានបាទនេះដាក់ឲ្យស្មើគ្នាអញ្ចឹងមកបាទនេះបាទដាក់យើងតម្រឹមវាឬក៏យើងតម្រូវវាធ្វើម៉េចឲ្យបាទឲ្យវាស្មើគ្នាឬក៏ឲ្យវាអ្នកនរគ្នាពេញចិត្តយ៉ាងម៉េចបាទនេះដាក់ចឹងមកបាទនេះអូស្អាតតើបាទអញ្ចឹងប៉ុណ្្នឹងហើយយើងចុចដានមកបាទតែប៉ុណ្្នឹងគឺជាការស្រេចបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណ